ប្រទេសរឿងអីទៅហៅឯកឧត្តមមានតែប្រទេសមួយឆ្លងទៅប្រទេសមួយទៀតដែលគេហៅឯកឧត្តមពីព្រោះវាជាមុខមាត់របស់ខ្មែរយើងនៅលើឆាកអន្តរជាតិដូច្នេះអន្តរជាតិអាចហៅនាយករដ្ឋមន្ត្រីថាឯកឧត្តមទៅពីព្រោះជាតំណាងឲ្យឆន្ទៈរបស់មនុស្សខ្មែរមកប្រទេសផ្ញើទៅលើបុគ្គលនឹងជាមុខមាត់របស់ខ្មែរគេហៅឯកឧត្តមទៅសម្រាប់ប្រជាប្រដ្ឋទៅជាមួយនាយករដ្ឋមន្ត្រីលោកនាយករដ្ឋមន្ត្រីហៅចឹងស្រួលតែហ្មងអ្នកសង្គមបែបហ្នឹងកើតមានបានឬត្រាតែពីកណ្ដាប់ដៃរបស់យើងចេញពីកណ្ដាប់ដៃរបស់យើងហើយមុននឹងចាប់ដើមតស៊ូទៅយល់កន្លែងហ្នឹងយល់ពីប្រជាធិបតេយ្យចឹងមកខ្ញុំចេះថាឲ្យគណៈបកដទៃទៀតគេថាតស៊ូដើម្បីប្រជាធិបតេយ្យប៉ុន្តែគេអត់បានសាងវប្បធម៌ប្រជាធិបតេយ្យពីឥឡូវទៅផងហ្នឹងគេគ្រាន់តែយល់ថាគេគ្រាន់តែស្គាល់ពាក្យថាប្រជាធិបតេយ្យគេមិនដឹងថាប្រជាធិបតេយ្យសាងពីល្មិចទៅផងសាងពីដួងចិត្តរបស់ប្រជាពលរដ្ឋនៅភាពស្មើគ្នាពីកំណើតទៅក្នុងដួងចិត្តប្រជាពលរដ្ឋចាប់ពីឥឡូវទៅហើយកុំឲ្យមានអាវប្បធម៌លោកប្រធានមកចុកចាប់ដៃចាប់ជើងលុបបំបត្តិឲ្យបានអាវប្បធម៌បែបហ្នឹងបើយើងជាអ្នកនាំមុខគេក្នុងការតស៊ូដើម្បីសេរីភាពក្នុងពេលបច្ចុប្បន្នពេលយើងតស៊ូគ្មានទទួលសម្ពាធពីអ្នកណាមួយជាដាច់ខាតងាប់ស៊ីបាយកក់មកដុំនៅផ្ទះយើងក៏ស៊ីដែរអត់ឲ្យអ្នកឯងជន់ក្បាលយើងបានយើងតស៊ូដើម្បីសេរីភាពណាបងប្អូនពិចារណាយើងមិនមែនមករកប្រយោជន៍ពីបងប្អូនទេមើលឲ្យច្បាស់មិនមែនមករកប្រយោជន៍ពីបងប្អូនទេនៅស្រុកគេបងប្អូនណាវីរៈជនសម្រាប់វរៈជនសម្រាប់ជាតិនីមួយណាបងប្អូនប្រជាពលរដ្ឋគេក៏រុបកក្រើកទឹកកក្រើកដីដូចហូជីមិញតើហូជីមិញត្រូវអរគុណប្រជាពលរដ្ឋឬប្រជាពលរដ្ឋត្រូវអរគុណហូជីមិញតើប្របាទជ័យវរ្ម័នត្រូវអរគុណប្រជាពលរដ្ឋឬប្រជាពលរដ្ឋត្រូវអរគុណប្របាទជ័យវរ្ម័នសុំទោសឲ្យយើងមកលន់តួចំពោះមុខប្រជាពលរដ្ឋសុំទោសមានតែអ្នកចង់បានប្រយោជន៍តខ្លួនទេដែលគេលន់តួខ្ញុំលូនមិនបានទេបងប្អូនខ្ញុំលូនមិនបានដាច់ខាតខ្ញុំមិនលូនដាច់ខាតតស៊ូដើម្បីសេរីភាពរឿងអីសេរីភាពរបស់យើងឲ្យគេគៀបសង្កត់ជួយមិនបានប៉ុន្តែក្នុងភេទរភាពជាបងប្អូនណាចាស់កម្រិតយ៉ាងណាក៏ដោយតែគិតយ៉ាងណាក៏ដោយខ្ញុំអោបស្និទ្ធណាស់ពីព្រោះខ្ញុំស្រឡាញ់នៅភាពស្មោះត្រង់នៅក្នុងដួងចិត្តប៉ុន្តែមកជាមួយសម្ពាធមិនបានដាច់ខាតក៏អីតំណាងរាស្ត្របានអង្គុយកកូតផងជិះជន់ក្បាលខ្ញុំមិនបានខ្ញុំហ៊ានដើរចេញរឿងស្អីមិនដឹងឯណាណៃផងមកចង់ជិះជន់ក្បាលខ្ញុំងាប់បាយកក់មកដុំកកេនៅផ្ទះណាដើរមានសេរីភាពអៀងហើញមិនឲ្យណាជន់ក្បាលទេទៅជួយគេណាបងប្អូនរឹកឲ្យលុយបន្តិចធ្វើការសบายចិត្តចាំធ្វើបើហត់សូមឲ្យហត់ក្នុងការងាររបស់យើងសូមកុំឲ្យហត់ក្នុងការងារទូលកថាតណ្ហារបស់អាណាកុំឲ្យហត់ក្នុងការទូលកថាតណ្ហារបស់ប្រជាប្រដ្ឋឲ្យសោះអត់មានទូលកថាតណ្ហារបស់អ្នកឯងទេខ្ញុំហត់ក្នុងការរលុយដើម្បីផ្សាយរយូខ្ញុំហត់ក្នុងការរកកំណត់ដើម្បីបញ្យល់រាជខ្ញុំហត់ដើម្បីរកម៉ោងផ្សាយឲ្យហត់ក្នុងការងាររបស់យើងកុំហត់ដើម្បីត្រតណ្ហារបស់រាជជួយមិនបានទេបើធ្វើចេញមិនបោះឆ្នោតឲ្យទៅងាប់ឯណាទៅងាប់ទៅងាប់ជាមួយខ្ញុំថាទៀតខ្ញុំបាយបំបាក់ណាត់កំណត់របស់ប្រជាពលរដ្ឋដែលថាអ្នកនយោបាយចង់បានប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំស្ទង់ក្នុងចិត្តខ្ញុំច្បាស់ណាស់បងប្អូនបានខ្ញុំហ៊ាននិយាយណាខ្ញុំស្ទង់ក្នុងចិត្តខ្ញុំច្បាស់ណាស់ណាថាអញនេះមកធ្វើអីងាប់មកយកអត់ដែរបានដេកទេណាបងប្អូនគិតនោះគិតសឹងបែកធួតើត្រូវរកលុយរបៀបម៉េចត្រូវរកកំណត់របៀបម៉េចត្រូវរកម៉ោងផ្សាយរបៀបម៉េចមកយប់គិតសឹងបែកធួរឿងអីតែឲ្យខ្ញុំអរគុណនេះខ្ញុំមិនអរគុណអ្នកឯងកុំថាខ្លាំងថាអរគុណមួយម៉ាត់ទៅបាត់ស្លឹកណាត់1លានខ្ញុំមិនថាហេតុអីបានអ្នកឯងចាំបាច់តម្រូវឲ្យខ្ញុំថាអញ្ចឹងបានអ្នកឯងបោះឆ្នោតឲ្យកិច្ចការនេះជាកិច្ចការរបស់អ្នកឯងដែរប្រយោជន៍របស់អ្នកឯងដែរសុំទោសខ្ញុំអត់ថាបើខ្ញុំមិនថាអ្នកឯងមិនបោះឆ្នោតឲ្យអ្នកឯងចង់ទៅងាប់កន្លែងណាទៅព្រោះតែពាក្យមួយម៉ាត់ហ្នឹងអ្នកឯងចង់បំផ្លាញខ្លួនឯងព្រះណាជួយអ្នកឯងជ្រះដឹងតែយើងល្អដែរវាយបំបាក់ឲ្យយើងថាមិនថាដាច់ខាតមិនថាទៅរកកន្លែងងាប់អាហ្នឹងរឿងរបស់អ្នកឯងដែរជួយមិនបានទេធ្វើនយោបាយជួយគេមានសេរីភាពណាស់ត្រូវមានអារម្មណ៍សេរីខ្ញុំយល់ច្បាស់ណាស់នៅពាក្យរបស់ព្រះសម្មាសម្ពុទ្ធដែលលោកសម្ដែងថាសុខដែលកើតមកពីមិនដែលបានធ្វើអីខុសផងហើយយើងទៅសួរដល់តុកមូលទៅចេះថាចេះអត់ចេះថាអត់ចេះស្រួលចង់ងាប់គេថាយើងចេះថាយើងចោះឲ្យគេថាចោះកុំឲ្យតែមែនសុខដែលកើតមកពីសេចក្តីស្ងប់ដែលកើតមកពីការដែលមិនបានធ្វើអ្វីខុសទាល់តែសោះច្បាស់ក្នុងខ្លួនអត់ដែលបានធ្វើអីខុសទាល់សោះរឿងអីដែលយើងរងសម្ពាធគេងាប់អ្នកតស៊ូដើម្បីសេរីភាពត្រូវអត់មានរងការគៀបសង្កត់ពីនរណាគេព្រមរងការគៀបសង្កត់លុះតែបានប្រយោជន៍ដល់ខ្លួននេះគឺជាលក្ខណៈរបស់ក្រុមការងារយើង
ដល់ទី3ខ្ញុំសូមនិយាយអំពីរឿងសទ្ធាបន្តិចមុននឹងបញ្ចប់លោកយាយលោកតាគាត់ត្រូវបានគេប្រាប់ថាគាត់ចូលបុណ្យសប្ថ្ងៃហ្នឹងគឺចូលបុណ្យដោយសទ្ធាជ្រះថ្លាយើងនិយាយប្រាប់ថាមិនមែនទេលោកយាយលោកតាហ្នឹងណាគាត់ចូលបុណ្យសប្ថ្ងៃស្មើនឹងនិយាយថាម៉េចបងប្អូនស្ទើងប្រើពាក្យថាគេបោកទេគេបោកយកលុយទេប៉ុន្តែបោកហ្នឹងណាមិនមែនមនុស្សបោកទេជួនកាលមនុស្សខ្លះបោកប៉ុន្តែមានមនុស្សខ្លះគាត់អត់បោកទេប៉ុន្តែអាមโนគុំវិជានោះថាចូលបុណ្យតិចបានតិចចូលបុណ្យច្រើនបានច្រើនគាត់និយាយតគ្នាអាមโนគុំវិជានោះវាបោកលោកតាខ្លះគាត់និយាយថាចូលតិចបានតិចចូលច្រើនបានច្រើនគាត់គ្មានបំណងបោកទេគាត់គ្មានបំណងបោកទេប៉ុន្តែអាមโนគុំវិជាមួយហ្នឹងថាចូលតិចបានតិចចូលច្រើនបានច្រើនហ្នឹងណាវាជាមโนគុំវិជាបោកវិជាប្រត់កំពុងតែជ្រាបចូលអាមโนគុំវិជាបោកហ្នឹងគាត់ថាចុះខ្ញុំមានតែខ្វេះយកលុយយាយនឹងឯណាយាយនឹងគាត់វែកពីកប៉ាល់ដល់ខ្លួនគាត់ណាមកជុលខ្ទាំ7 8ជាន់គាត់វែកដល់ខ្លួនគាត់យកលុយមកឲ្យយើងតើមានយើងឯណាទៅបោកលុយគាត់ទៅដណ្ដើមលុយគាត់ទៅជុំកភ្លើងយកលុយគាត់នឹងមិនសទ្ធាជ្រះថ្លាបងប្អូនស្គាល់ពាក្យសទ្ធាជ្រះថ្លាបងប្អូនស្គាល់ពាក្យសទ្ធាជ្រះថ្លាទេនេះដូចចលនារបស់យើងអញ្ចឹងដូចចលនារបស់យើងអញ្ចឹងបងប្អូនយល់ទាំងអស់ថាតើចលនារបស់យើងធ្វើដើម្បីអីបងប្អូនយល់ច្បាស់ណាបងប្អូនដឹងថាកតបកិច្ចរបស់បងប្អូនត្រូវធ្វើអីខ្លះបងប្អូនយល់ច្បាស់ទៀតបងប្អូនដឹងពីវត្ថុបំណងរបស់យើងផងដឹងពីដួងចិត្តរបស់យើងចំពោះបងប្អូនបងប្អូនជ្រះស្រឡះទាំងអស់ពេលហ្នឹងបងប្អូនចាប់ដើមគិតអញមានលុយ 5,000 ទុកស៊ីបាយប្រមាណណាគិតច្បាស់ចូលអង្គការហ្នឹងប្រមាណណាចូល100ឬចូល200បងប្អូនគិតយ៉ាងច្បាស់ហ្មងមិនតិចទៀតកូនអញទៅរៀនគ្មានលុយកូនអញទៅរៀនទេឥឡូវឲ្យតែកូនអញសិនចាំស្អែកចាំចូលមកវិញចាំចូលមកអង្គការហ្នឹងឬក៏ចូលមកគណៈចាំចូលមកគណៈបកហ្នឹងអាហ្នឹងគេហៅសទ្ធាជ្រះថ្លាបងប្អូនដឹងទាំងអស់ដឹងថាអង្គការគណៈបកហ្នឹងយកទៅធ្វើអីដឹងវត្ថុបំណងហ្នឹងយ៉ាងម៉េចគេធ្វើរបៀបម៉េចដួងចិត្តគេរបៀបម៉េចលុយគេយកទៅធ្វើអីខ្លះបងប្អូនច្បាស់ហើយបងប្អូនចាប់ដើមចាត់ចែងលុយបងប្អូនមានអញទុកប៉ុណ្ណេះសម្រាប់ស៊ីបាយថ្ងៃស្អែកអញទុកប៉ុណ្ណេះធ្វើស្រូវពូជអញទុកប៉ុណ្ណេះឲ្យកូនអញទៅរៀនអញចូលប៉ុណ្ណេះអាហ្នឹងគេហៅជ្រះថ្លាចូលដោយសទ្ធាជ្រះថ្លាហើយសប្ថ្ងៃនេះគេប្រាប់ថាធ្វើបុណ្យបានបុណ្យធ្វើបុណ្យតិចបានតិចធ្វើបុណ្យច្រើនបានច្រើនអូគេធ្វើពហិយធំណាស់ក្នុងវត្តរបស់យើងបានបុណ្យប៉ុណ្ណេះបានបុណ្យប៉ុណ្ណោះគាត់អត់ទាំងមានលុយប៉ុណ្ណឹងទៅខ្ចីលុយគេខ្ចីលុយឯងយកមកចូលបើគាត់មានសទ្ធាជ្រះថ្លាណាបងប្អូនគាត់សិក្សាយូរទៅច្បាស់ដូចយើងណាឧបមាថាបើគាត់ចូលជ្រុលដៃគាត់ចូល30,000អីណាបើគាត់ចាប់ផ្ដើមមុនបងចូលវាអត់ទាន់យល់ទៅខ្ចីលុយគេខ្ចីលុយឯងយកទៅដាក់ចាប់តែយូរទៅវាច្បាស់ដូចយើងបាច់ទៅសុំលុយវិញទៅវិញទៅសុំលុយវិញអាហ្នឹងជ្រះថ្លាទៅយកមកវិញមានជ្រះថ្លាអីបងប្អូនគេបោកហ្នឹងប៉ុន្តែគេបោកហ្នឹងខ្ញុំមិនមែនថាតាអាចារ្យបោកប្រសំបោកទេអ្នកខ្លះបោកមែនគាត់អត់ជឿទេចូលបន្តិចបានតិចចូលបន្តិចច្រើនបានច្រើនគាត់អត់ជឿទេអ្នកថាអត់ជឿទេពីពួកគាត់អត់ចូលដែរប៉ុន្តែគាត់ប្រាប់គេប៉ុន្តែអ្នកខ្លះទៀតអត់ទេតាអាចារ្យខ្លះស្អាតទេណាបងប្អូនអត់មានប៉ះពាល់លុយប៉ុន្តែគាត់និយាយអញ្ចឹងដែរបានចូលតិចបានតិចចូលច្រើនបានច្រើនគាត់និយាយអញ្ចឹងដែរអញ្ចឹងមិនមែនគាត់បោកទេអាមโนគុំវិជាអាចចូលតិចបានតិចចូលច្រើនបានច្រើនហ្នឹងអាមโนគុំវិជាហ្នឹងជាមโนគុំវិជាបោកទេអញ្ចឹងបានខ្ញុំនិយាយខាងដើមថាដែលលោកយាយលោកតាសំថ្ងៃគាត់ចូលលុយហ្នឹងមិនមែនគេមកជុំកភ្លើងទេគាត់ចូលតែហ្មងហ្នឹងស្តៀងគេបោកបងប្អូនស្តៀងគេបោកបើជ្រះថ្លាដូចយើងអញ្ចឹងពេលហ្នឹងបងប្អូនគិតហ្មងគ្មានយកលុយ20,000នោះមាន20,000ដាក់ទាំងអស់ទេគ្មានអញ្ចឹងទេហើយគ្មានតែខ្ចីលុយគេថែមមកទៀតទេគ្មានទេហើយបែងចែកហ្មងគិតហ្មងអញគួរប្រមាណឬបើថាទៅខ្ចីលុយគេទៀតហ្នឹងពីព្រោះយល់ថាអូបើអញថែមប៉ុណ្ណឹងទៅបានផ្សាយម៉ោងប៉ុណ្ណេះអញប្រចាំគេវាមិនកើតទេមកទៅអញត្រូវតែចូលប៉ុណ្ណឹងមកវាច្បាស់អាហ្នឹងគេហៅសទ្ធាហើយចំណែកលោកយាយលោកតាស្បៃបាត់តែគេមិនជុំកភ្លើងមែនប៉ុន្តែគេប្រាប់គាត់ឲ្យមានការភ័ន្តច្រឡំនោះចូលពហិយបានបុណ្យច្រើនណាស់ចូលសាលាឆាន់អត្តសរកឡោងហ្នឹងបានបុណ្យប៉ុណ្ណេះបានបុណ្យប៉ុណ្ណោះស្ទើរបោកបងប្អូនបោកហើយហ្នឹងបោកដោយមនោគមវិជ្ជាហ្នឹងអាហ្នឹងមិនមែនហៅសទ្ធាជ្រះថ្លាទេលោកយាយទៅយល់ពីសទ្ធាជ្រះថ្លាណាយល់ទាំងអស់យល់ច្បាស់លាស់ក្នុងរឿងហ្នឹងបានចាប់ដើមធ្វើព្រះសម្មាសម្ពុទ្ធលោកសម្ដែងតែអំពីហេតុដែលនាំឲ្យកើតយើងហើយហេតុដែលយើងបែកធ្លាយទៅនាំឲ្យកើតសត្វបន្តទៀតលោកនិយាយអំពីរបៀបនៃការកកើតជីវិតក្នុងលោកនេះលោកមាននិយាយថាយើងទៅកើតឯណាលោកគាត់និយាយពីរបៀបនៃការបែកធ្លាយទៅវាគុំគ្នាសារជាថ្មីយ៉ាងម៉េចលោកនិយាយអំពីរបៀបនៃការកកើតជីវិត
យើងនេះវាមានហេតុពីខាងដើមបើយើងមានហេតុពីខាងដើមយើងនេះក៏ជាហេតុខាងដើមរបស់ជីវិតក្នុងជាតិក្រោយមួយទៀតដែរលោកគាត់នៅសម្ដែងអំពីហេតុដែលកើតតគ្នាដែលជាលំនាំនាំឲ្យកើតជីវិតតារបៀបដែលធម្មជាតិតាក់តែងឡើងនាំឲ្យកើតជីវិតតាប៉ុន្តែដែលហៅថាយើងគឺតាមួយនឹងតាជីវិតមួយនឹងតាអាក្រោយនឹងក្រោយតាអាមុននឹងមិនមែនយើងទេណាអាសត្វជាតិក្រោយនឹងគេតាអាសត្វជាតិមុនក៏មិនមែនយើងប៉ុន្តែវាជះឥទ្ធិពលតគ្នាលោកសម្ដែងអំពីរបៀបនៃការកកើតជីវិតក្នុងโลกនេះប៉ុន្តែលោកបដោតការខិតខំទាំងស្រុងដើម្បីឲ្យសត្វនៅក្នុងជាតិនេះរួចរំដោះតាពីព្រោះយើងមានតែមួយជាតិតាបើបងប្អូនច្បាស់លាស់កន្លែងហ្នឹងបងប្អូនចាប់ដើមចេញទៅធ្វើបុណ្យធ្វើទានណាចេញដល់ជ្រះស្រឡះហ្មងត្រូវដាក់ប្រមាណត្រូវមិនដាក់បងប្អូនយល់ហ្មងអូកន្លែងនេះបោកឲ្យបោកចុយម៉ែបោកអើយបើអញចូលលុយទៅហាក់បីដូចជាគ្រប់ត្រអំពើបោកប្រាស់ចឹងអញមិនចូលទេច្បាស់លាស់ក្នុងចិត្តហ្មងគួរចូលឬមិនគួរចូលអានឹងគេហៅសទ្ធាជ្រះថ្លាចំណែកគេថាធ្វើបុណ្យបានបុណ្យធ្វើបុណ្យតិចបានតិចធ្វើបុណ្យច្រើនបានច្រើនធ្វើពហិបានបុណ្យច្រើនជាងធ្វើកឋិនធ្វើបានបុណ្យច្រើនជាងស្អីហ្នឹងអានឹងមโนគមវិជ្ជាមួយនឹងជាមโนគមវិជ្ជាបោកតែបងប្អូនមានជ្រះថ្លាណាវាអត់យល់ច្បាស់ប៉ុណ្ណឹងគាត់ជឿថាអញ្ចឹងរួចហើយគាត់ចូលរួមចំណាយពួកយើងវិញបងប្អូនយើងសប្ងៃចូលលុយមកក្នុងចលនាយើងហ្នឹងអ្នកខ្លះ100អ្នកខ្លះ50ក្នុងក្រុមរបស់យើងបងប្អូនចូលមកនេះគឺចូលដោយសទ្ធាជ្រះថ្លាហ្មងដឹងថាលុយនេះយកទៅធ្វើអីដឹងថាបើអញមិនចាញ់ទេប្រជាពលរដ្ឋនឹងគាត់ចាញ់មិនទាន់ទេអញត្រូវតែចូលរួមជួយចាញ់អញ្ចឹងវាច្បាស់អានឹងគេហៅសទ្ធាជ្រះថ្លាខ្ញុំសូមអភ័យទោសថ្ងៃនេះខ្ញុំជឿកំពង់កោះបងខ្ញុំសូមបញ្ចប់ចំណាប់5គ្រាចុងក្រោយរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណសូមរងចាំស្ដាប់ការផ្សាយរបស់កម្មវិធីសំឡេងជូនសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃស្អែកជាបន្តទៀតកម្មវិធីយើងសូមទទួលយកការទីទានពីគ្រប់មជ្ឈដ្ឋានទូទៅតាមរយៈទូរស័ព្ទចំនួន4ខ្សែ012 36 36 និង22 012 53 2003 011 53 2003និង015 53 2003អំណាចជាអ្វីអំណាចអ្វីដែលយើងអាចយើងប្រាដំណើរមិនខ្លាចបើដល់យើងទុំដល់យើងទៀមទាអំណាចថាតើយើងអាចទៀមទាដូចម្ដេចអូឡាចូលចាំជានិច្ចនៅយើងការជីងក៏រំលើទៀមទាអំណាចថាតើយើងអាចទៀមទាដូចម្ដេចអូឡាចូលចាំជានិច្ចនៅយើងការជីងក៏រំលើដើម្បីចំណាត់របស់ពួកយើងពលឡាយនាំគ្នាក្រោកឡើងក៏រំលើអំណាចដាច់ការដើម្បីចំណោចរបស់ពួកយើងពលឡាយនាំគ្នាក្រោកឡើងក៏រំលើអំណាចដាច់ការយន្តការ8មានអ្វីខ្លះទៅមួយលាយរំត្រីទៅកំណត់អាណត្តិបង្ការយន្តការ8
មកនៅប្រហើយដល់ណាព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយអោគុលបុត្រនៅតាអ្នកភ្លេចហើយឬពុំសាវតាយើងត្រូវតែរួមគ្នាកសាងខេមរាឲ្យបានគង់វិញឡើងកូនតាមិនដេចឡើយជាតិនឹងកាពេលលាដល់ហើយបើយើងកូនតាមិនដេចឡើយជាតិនឹងកាសៅដាយើងរឿងអង្គកានដោយជាតិយើងសាមគ្គីសៅដាយើងរឿងអង្គកានដោយជាតិយើងសាមគ្គីកុំមើលបំណាំគ្នាយើងត្រូវការពារពូជពងជាតិសាសនាក្រោកឡើងខេមរាចិត្តឆ្ងាយរួមគ្នាកសាងជាតិជាថ្មី